សញ្ញាសំខាន់ដែលបងប្អូនស្ត្រីគួរតែចាប់អារម្មណ៍សញ្ញាទី1គឺបងប្អូនមានអាការៈធ្លាក់ឈាមខុសធម្មតាដែលមិនមែនជាឈាមរដូវធ្លាក់ឈាមក្រោយអស់រដូវហើយធ្លាក់ឈាមចន្លោះពេលវត្តរដូវការធ្លាក់ឈាមក្រោយពេលរួមភេទឬក៏ធ្លាក់ឈាមឈឺចុកអួលណែននៅលើកន្លែងណាហើយជាពិសេសស្ត្រីធ្លាក់ឈាមកំឡុងពេលពោះពោះអញ្ចឹងសញ្ញានៃការធ្លាក់ឈាមខុសធម្មតាគឺជាសញ្ញាមួយដែលបងប្អូនស្ត្រីគួរតែយកចិត្តទុកដាក់បើសិនជាមានគួរតែស្វែងរកអំពីមូលហេតុនៃការធ្លាក់ឈាមនិងរកដំណោះស្រាយឲ្យបានទាន់ពេលវេលាសម្រាប់ទី2គឺជាការធ្លាក់សរបស់ស្ត្រីដែលត្រូវទៅចំណាំការធ្លាក់សខុសប្រក្រតីដែលធ្លាក់សមករាល់ថ្ងៃធ្លាក់សមកច្រើនពេកធ្លាក់សមកមានក្លិនឆ្អាបមានក្លិនស្អុយមានក្លិនជូរបងប្អូនហើយការធ្លាក់សរបស់បងប្អូនបង្កឲ្យយើងមានការក្តៅក្រហាយទៅនឹងតំបន់ទ្វារមាសស្ងួតទៅនឹងទ្វារមាសឈឺតំបន់អាងតាគៀកហើយធ្លាក់សមកធ្វើឲ្យយើងមានការពងបែកពងកទួលឡើងហើមឡើងពងបែកទៅនឹងតំបន់សម្ងាត់របស់យើងការធ្លាក់សបែបនេះបងប្អូនគួរតែលោកសម្គាល់និងយកចិត្តទុកដាក់ក៏ដូចជាត្រូវតែប្រញាប់រកដំណោះស្រាយព្រោះការធ្លាក់សអាចបញ្ជាក់ពីការកើតពពុះកាមរោគឬក៏បងប្អូនមានបញ្ហាផ្សិតឬក៏បងប្អូនកំពុងតែមានការរលាកទ្វារមាសឬក៏រលាកទៅនឹងមាត់ស្បូននឹងមានជាបញ្ហាជាច្រើនទៀតជុំវិញបញ្ហាសុខភាពស្ត្រីបញ្ហាទ្វារមាសនិងបញ្ហាស្បូនរបស់ស្ត្រីហើយសម្រាប់ចំណុចទី3គឺបងប្អូនសង្កេតមើលការមានដុំសាច់ដុំកទួលទៅនឹងតំបន់ទ្វារមាសដុំសាច់នេះបងប្អូនសង្កេតតាំងពីបរិវេណខាងក្រៅតំបន់ទ្វារមាសរហូតដល់បរិវេណខាងក្នុងដែលអាចលុបដៃប៉ះបាននិងដុំសាច់ទៅនឹងស្បូនបងប្អូនត្រូវតែប្រុងប្រយ័ត្នទៅលើដុំសាច់នៅនឹងទ្វារមាសខាងក្រៅអាចជាសញ្ញាដែលបងប្អូនកើតមានទីទ្វារមាសបងប្អូនមានបញ្ហាឆ្លងប្រភេទកាមរោគសិកមាន់ឬក៏បញ្ហាជាច្រើនទៀតជំវិញបញ្ហាស្ត្រីនិងបញ្ហាកាមរោគអញ្ចឹងការមានដុំសាច់ការធ្លាក់សខុសធម្មតាការធ្លាក់ឈាមខុសធម្មតាបងប្អូនត្រូវតែរកដំណោះស្រាយឲ្យបានទាន់ពេលវេលានិងលឿនបំផុតកុំទុកបញ្ហានេះចោលឲ្យកាន់តែធ្ងន់អីហើយបើសិនជាមានករណីចង់សាកសួរបន្ថែមក៏ដូចជាចង់ដោះស្រាយបញ្ហាទាំងអស់នេះឲ្យមានប្រសិទ្ធភាពបងប្អូនអាចសួរនាងខ្ញុំបន្ថែមបានតាមរយៈលេខ Telegram លើវីដេអូនេះឬក៏ឆាតចូល Page បាន